ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកកន្លែងបងត្រីមកកន្លែងនៅជិតផ្ទះរបស់ខ្ញុំបាទនៅជិតមន្ទីរពេទ្យជប៉ុនបាទហើយកន្លែងនេះផងដែរគឺជាកន្លែងលងអិចបាទហើយជម្រៅប្រហែលជា3ម៉ែត្រ4ម៉ែត្របាទប្រហែលវាអាចលិចក្បាលយើងដែរបាទហើយភាសាអ្នកប៉ិនជាមួយអីអាចចាប់ត្រីបានអូធំល្អណាស់បងប្អូនហើយសម្បូរជាងគេគឺត្រីរស់ត្រីអីនេះគឺស្រស់ល្អណាស់ហើយឥឡូវនេះទឹកវាបានរីងអញ្ចឹងហើយវាទឹកត្រីវាចេញមកពីស្រែចេញមកពីអីអញ្ចឹងហើយមេឃកំពុងកណ្ដៅអញ្ចឹងទៀតអូត្រីដឹងក៏ពុលមនុស្សមកបងច្រើនខ្លាំងទេបាទត្រីវិញផុសម្នាក់ក៏ខ្វាកមែនបងប្អូនផុសមកទាំងកណ្ដាលប៉ុនណានៃបាទត្រីគឺកន្លាយមកទៅដូចកពើអញ្ចឹងបងប្អូនអើយនិយាយពីស្រះនេះដល់កឆ្នាំណាក៏ដូចឆ្នាំណាបងប្អូនហើយឥឡូវនេះចង់ដឹងថាស្វេការដែលបងនឹងបានមិនបានអីបងប្អូនចាំទស្សនាមើលទាំងអស់គ្នាបាទហើយឥឡូវនេះអ្នកភូមិខ្ញុំម្នាក់នៅផ្ទះមួយគ្នាបាទនៅស្រុកមួយគ្នាឥឡូវនេះគាត់មកបងមកខ្ញុំថតគាត់ខ្ញុំចាំយកស្នាញ់មកបងក្រោយបាទសម្បបងគាត់មុនសិនចាំមើលទាំងអស់បងទៅមួយធំទៅបាយអូស្នាញ់ដល់ស្នាញ់ហើយខ្ញុំភ្លេចប្រាប់បងប្អូនស្នាញ់នឹងបងទុកចោលសិនឥឡូវនេះស្នាញ់របស់គាត់គឺស្នាញ់ទី2បាទចាំមើលស្នាញ់ទី1បានបងប្អូនចាំមើលទាំងអស់គ្នាបាទហើយនេះស្នាញ់ទី2ចាំមើលគាត់ទៅសវ៉ាស្នាញ់ទី1សិនបាទគាត់បង3 4ស្នាញ់ណាVery nice បាទឥឡូវនេះចាំមើលទស្សនាស្នាញ់ទី2ទាំងអស់គ្នាបាទចាំមើលគាត់ស្រាវមកបានបងប្អូនបាទអានេះអ្នកនេះខ្ញុំទៅហ្នឹងបានគោត្រែងឃើញហ៎ណាអូបើថៃកន្លែងលប៉ុនកពើបាទអើខ្ញុំមិនរួច